បងប្អូននៅចាំមីយាយអេនេះបានទេមីនេះហើយក៏ជាមេធំមួយដែរក្នុងការញុះញង់បង្កឲ្យមានសង្គ្រាមឈ្លានពានមកលើដីខ្មែរយើងហើយមីមួយនេះដែរក៏ជាមេធំដែរក្នុងការគ្រប់គ្រងអនុทินធ្វើជានាយករដ្ឋមន្ត្រីដោយក្នុងសម្ដីនិយាយថាគ្មានអ្នកណាគេស័ក្តិសមធ្វើជានាយករដ្ឋមន្ត្រីថៃនៅពេលនេះទេមានតែអនុทินទេដែលអាចកម្ចាត់ខ្មែរបានឥឡូវនេះហ่ะចេញមកស្រែកជេរអនុทินក្រាញ់ក្តែងហេតុអីអត់បងប្អូនដឹងទេនៅពេលដែលអនុทินមិនទាន់ធ្វើជានាយករដ្ឋមន្ត្រីបោះឆ្នោតអាណត្តិទី32នេះហ่ะគឺអនុทินសន្យាជាមួយយាយអេនឹងច្រើនមែនទែនតែនៅពេលដែលអនុทินជាប់ហើយបងប្អូនយាយអេហ្នឹងក៏ស្ទេទៅសុំអនុทินហ្នឹងឲ្យជួយសម្រួលរឿងកូនទិញកំភ្លើងទិញអីចឹងណាពីព្រោះគេមានច្បាប់គេនៅក្នុងប្រទេសអីចឹងទៅអនុทินថាអត់ដឹងទេមិនតែស្គាល់ទេណាគេឆ្លោះគ្នាយាយអេហ្នឹងក៏ចេញមកជេរមកហឹកមុនមកហឹកទៅជាប់ឆ្នោតភ្លាមឥឡូវនេះគេចេញមកជេរពេញទឹកពេញដីជាមួយការធ្វើការរបស់អនុทินថាហែងនេះខ្លាំងបានតែមាត់ហែងនិយាយហើយធ្វើមិនបាននេះគឺជារឿងពិតបងប្អូនណាយាយអេនេះគឺជាមនុស្សម្នាក់ដែលខ្លាំងណាស់មុននឹងអនុทินជាប់ឆ្នោតបកកាយរកសម្លេងឆ្នោតឲ្យអនុทินចុងក្រោយអនុทินបោកទាំងអស់បងប្អូនការនិយាយវាស្រួលណាស់ណាអារឿងបោកមុនជាប់ឆ្នោតហ្នឹងសន្យាបានទាំងអស់សន្យាខ្យល់បានទាំងអស់តែសួរថាវាធ្វើបានទេឥឡូវនេះយាយអេនឹងមកជួយអនុทินសពគ្រប់បែបយ៉ាងតាក់ទងពីបញ្ហារឿងប្រេងសាំងរឿងខ្មៅងាប់ការចំនួនទឹកចំនួនណាមកដល់ឥឡូវនេះអត់ទាន់មានការដោះស្រាយរឿងសងទៅដល់ក្រុមគ្រួសារសពទេហើយរឿងប្រេងសាំងនេះដែរថ្លៃសាំងឥឡូវណាបងប្អូនថ្លៃសាំងនៅស្រុកឥឡូវគឺវាឡើងកំហុកមែនតែនហ្មងរហូតដល់ដេញតម្លៃចិត្តស្មាក់ផាយនឹងយើងហើយយើងមានតម្លៃខ្ពស់ជាងវាប៉ុន្តែអ្វីដែលគេកំពុងតែក្តៅក្រហាយនោះគឺតកតងនឹងរឿងថាតម្លៃថ្លៃហើយសាំងវៀតមាននៅក្នុងប្រទេសទៀតនេះតើនៅចង់ឲ្យជន់កប្រជាជននឹងងាប់ដល់អង្ការទៀតណារបស់របរបន្លែផ្លែឈើអីគឺពិបាកវេទនាខ្លាំងមែនទែនរហូតដល់ខាងអ្នកធ្វើជំនួញធំរោងចក្រធំអត់មានកម្មករធ្វើការតកតងពីសម្ដីរបស់អនុทินដែលជានាយករដ្ឋមន្ត្រីវាគ្មានក្បាលគ្មានកតុយក្នុងការធ្វើការទេជាវិចិត្រស្រ័យដូចពួកលុកនៅផ្សារត្រីអញ្ចឹងវាធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចធំមែនទែននៅក្នុងប្រទេសថៃវាបងប្អូននាយករដ្ឋមន្ត្រីមួយគេមិនមែនចេះតែចេញមកនិយាយបបាច់បបោទេហើយដើម្បីបានវាមានការចំណាយឈ្នានីសមកថ្នាក់ដឹកនាំខ្មែរយើងទេសូម្បីតែមីកាចាស់នេះក៏វាបាននិយាយដែរណាវាថានោះប្រទេសខ្មែរប្រទេសថោកនោះដូចគេមិនចលាចលដូចប្រទេសថៃទេហេតុអីប្រទេសក្រហមហាមគេនៅដោះស្រាយបានមិនប្រទេសថៃនេះមិនវាវេទនាអញ្ចឹងណាមិនពុកអលួយធ្វើបាត់ប្រជាជនក្នុងដល់ណាមីកាចាស់នោះវាឌីលយើងទៀតណាវាឆ្លៀតឌីលខ្មែរយើងទៀតប៉ុន្តែវាជារឿងមួយដែលបងប្អូនត្រូវដឹងថានេះគឺជាចំណុចមួយដែលសៀមវាតែងតែចំណែនរឿងប្រទេសយើងនេះមានឋានៈដឹកនាំដោះស្រាយលឿនណារឿងតាក់ទងនឹងរឿងអនុทินនេះមានរឿងជាច្រើនការអាណត្តិនៅកូវីដនោះក៏អនុทิនទៅជានាយករដ្ឋមន្ត្រីដែរក៏មានបញ្ហាដែរវាបាននិយាយច្រើនមែនតើនៅក្នុងវីដេអូហ្នឹងរឿងកូវីដនោះណាប្រទេសខ្មែរយើងបានវ៉ាក់សាំងចាក់ឲ្យ free ត្រូវអីបងប្អូនឲ្យដោះស្រាយលឿនមែនតើពីរដ្ឋាភិបាលយើងប្រទេសថៃបងប្អូនចូលទៅមើលប្រវត្តិពេលកូវីដតម្លៃចាក់កូវីដថ្លៃហើយមនុស្សងាប់នៅក្នុងប្រទេសហ្នឹងមកទឹកមិនទាន់បានចេញមកពីបានទៅយកសាកសពចេញពីក្នុងផ្ទះភ្លាមផងប្រទេសខ្មែរយើងគ្រាន់តែប្រជាជនឈឺភ្លាមមានតែថាមានជំងឺភ្លាមគឺភ្លាមឡានពេទ្យនឹងទៅដល់ទីតាំងនឹងភ្លាមដឹកយកមកកន្លែងព្យាបាលភ្លាមនោះវិញគ្នាទេទៅជំងឺភ្លាមក្តៅខ្លួនដូចជើងពងកឈឺអីចឹងទេទៅបងប្អូន3 4ថ្ងៃអត់ទាន់ឃើញឡានពេទ្យមកដឹកទេរហូតដល់ងាប់ច្រើនមែនតើអនុทินមានរឿងហ្នឹងនៅក្នុងពេលចំនួនកូវីដហ្នឹងរឿងធំមែនតើរហូតដល់មានការផ្ដឹងផ្ដល់ដល់ប្រជាជនទៀតក៏មានដែរចាំយករឿងប្រដនឹងយកមកបកស្រាយជូនអានេះគឺជារឿងមួយដែលបងប្អូនត្រូវទទួលស្គាល់ណាថាមុននឹងលងជឿអ្នកណាឃោសនាអ្វីមួយថាដឹកនាំប្រទេសចេះដឹកនាំប្រទេសចុះបងប្អូនត្រូវមើលភាពជាក់ស្ដែងថាតើយ៉ាងម៉េចការនិយាយវាចេះតែស្រួលហើយការធ្វើបានវាពិបាកណាមិនមែនចេះតែវោហាស័ព្ទចេះចង់បានទេប្រទេសយើងក៏កើតចេញពីសង្គ្រាមទៅតែបានប្រហែល40ឆ្នាំប្រទេសយើងមកឈរនៅចំណុចនេះតើខ្លាំងបានប៉ុណ្ណារហូតដល់ពួកសៀមនេះវាចំណាយឈ្នានេះយើងវាមិនជឿថាក្នុងប្រទេសយើងនឹងមានអាគារខ្ពស់រាប់សិបជាន់ទេបងប្អូនដឹងអត់វាថាប្រទេសយើងនៅផ្ទះខ្ទមទុយស្លឹកទុយរស់នៅលើផុកទេរាល់ថ្ងៃនេះប្រទេសវាប្រជាជនវាត្រូវបានព័ត៌មាននៅក្នុងប្រទេសវាគ្រប់10ខួរក្បាលអស់ហើយវាគឺជារឿងមួយដែលខ្ញុំចង់ឲ្យបងប្អូនស្វែងយល់ពីអាការដែលគេឃោសនាដូចនៅស្រុកក្រៅ20 មេត្រគាត់ឃោសនាតែដែលគាត់ជាប់ហើយគាត់នឹងដឹកនាំប្រទេសឲ្យប្រជាជនហ្នឹងខ្លាចជាអ្នកមានទាំងអស់ហ្នឹងហើយសម្ដីដូចអនុทินអញ្ចឹងចាឥឡូវគេថាមិនបាច់ទេណាដូចនិយាយអេនឹងថាមិនបាច់យកអញទៅមានរហូតដល់អញរកកន្លែងដាក់លុយមិនបានទេឥឡូវអញសុំទៅដល់ជីវភាពដូចពីមុនវិញមុននឹងហែងឡើងធ្វើជានាយករដ្ឋមន្ត្រីណាយកអញទៅដាក់នៅសភាពហ្នឹងវិញឥឡូវអញចាំតែដុនដាបហើយរកស៊ីអីក៏អត់បានសាំងក៏អត់មានចាក់ហើយថ្លៃទៀតអានេះជារឿងពិតនៅក្នុងប្រទេសថៃហើយនិយាយអេហ្នឹងហើយជាមនុស្សដែលខ្លាំងចេញមកនិយាយក្តែងឌីលយើងទៀតនេះគូនេះก็เห็นอีเจเอเนี่ยเนาะโอ้โหก่อนเลือกตั้งอนุทินนะอนุทินนี่แล้วเป็นคนที่อันดับ1ที่สู้กับคอมเมนต์กูได้เป็นไงล่ะกูก็เห็นประชาชนไทยเขาคอมเมนต์ตั้งเยอะมึงเห็นไหมอันนี้เป็นเรื่องจริงบางคนนะประชาชนไทยเขาก็มีความรู้จริงนะมันไม่ใช่ว่าประเทศของกูเนี่ยเป็นประเทศที่มีอันตรายกับประเทศพวกมึงมันไม่ใช่ประเทศกูเล็กมากแต่พวกมึงก็มันโคตรโง่มันมึนควายไงมันลงเชื่อกับการทำรายในประเทศโดยฝีมือพวกมึงเองนะบางคนก็คอมเมนต์เป็นคนเลือกเองไม่ต้องไปด่าก็ทำตามชะตากรรมพวกมึงไปนะอนุทินเนี่ยมันบริการเป็นนายกในประเทศไทยมันไม่ได้สักนิดในผู้นำของกูเลยซึ่งพวกมันน่ะมันอิจฉานะผู้นำของกูไม่ว่าเป็นยังไงเขาก็คิดทบทวนก่อนจะเกิดขึ้นทำไมประเทศของกูจนมาพี่พวกมึงด่าทุกวันเนี่ยทำไมการบริหารในประเทศมันดีขนาดนี้วะคิดเองบ้างนะอย่าเอาความอิจฉาอย่าเอาความโง่พวกมึงที่เขากำลังแต่ปกครองสมองปกครองข่าวในประเทศเนี่ยให้คิดว่าประเทศของกูเนี่ยเป็นประเทศที่มีอะไรมีภัยต่อประเทศพวกมึงมันไม่ใช่นะแต่
แต่พวกมันนั้นนะมันอิจฉากับผู้นำของกูที่พวกเขาบริหารในประเทศดีไงนะแล้วไอ้เรื่องพนักงานเรื่องอะไรเนี่ยนะเรื่องเปิดด่านเรื่องอะไรเนี่ยประเทศของกูไม่เคยมีใครอยากเปิดด่านเลยนะผู้นำของกูสมเด็จฮุนเซนของกูก็พูดมาเรื่อยๆอย่าเปิดด่านเขาไม่อยากให้เปิดด่านเขาก็ไม่เคยพูดเรื่องเปิดด่านนะเข้าใจนะคิดบ้างก่อนที่จะลงเชื่ออะไรสักอย่าง